បងប្អូនដែលចូលចិត្តខកគោដែលមានទឹកខាប់ល្អហើយសាច់ច្រប់ចាស់កុំភ្លេចទស្សនាវីដេអូមួយនេះបងប្អូនហើយនិយាយពីថាយើងញ៉ាំជាមួយនំប៉័ងក៏ត្រូវជាមួយនឹងមីសួរជាមួយនឹងមីបងប្អូននិយាយពីថាជាតិតែម្ដងអញ្ចឹងបងប្អូនកុំភ្លេចទស្សនាវីដេអូនេះបងប្អូនយើងនឹងប្រាប់ពីរបៀបធ្វើឲ្យទឹកខកគោនេះខាប់ល្អហើយសាច់យើងច្រប់ឆ្ងាញ់អញ្ចឹងណាបងប្អូនគាត់មើលទឹកក៏ដឹងថាឆ្ងាញ់ប៉ុណ្ណាដែរត្រូវឲ្យបងប្អូនឈ្ងុយខ្ទិះតែម្ដងអញ្ចឹងមុនទៅមើលរបៀបធ្វើបងប្អូនកុំភ្លេចជួយ Subscribe និង Follow Page នេះខ្ញុំម្នាក់មួយផងសម្រាប់គ្រឿងផ្សំខកគោយើងថ្ងៃនេះគឺមានផ្កាច័ន្ទគ្រាប់គ្រាប់កាក់ឈើអែមម្ទេសឆ្អើរខ្ទឹមសខ្ទឹមក្រហមរំដេងស្លឹកក្រូចសើចគល់ស្លឹកគ្រៃគ្រឿងកញ្ចប់សម្រាប់ខកគោសាតេស្ករអំបិលប៊ីចេងទឹកត្រីនិងទឹកប៉េងប៉ោះបងប្អូនហើយជាពិសេសគឺទឹកដូងបងប្អូនខកគោគឺយើងប្រើទឹកដូងមកវាឈ្ងុយសម្រាប់សាច់ខ្ញុំប្រើជាមួយនឹងសាច់កពួនប្រហិតហើយនឹងឈាមគោបងប្អូនសម្រាប់បន្លែវិញគឺយើងប្រើតែជាមួយការ៉ុតនិងខ្ទឹមបារាំងឯងបងប្អូនតោះអញ្ចឹងយើងចាប់ផ្ដើមធ្វើខកគោទាំងអស់គ្នាសម្រាប់ដំបូងគឺខ្ញុំចិតជាមួយនឹងការ៉ុតដុំបែបនេះសម្រាប់យកមកងាស់ជាមួយនឹងសាច់គោសម្រាប់ខ្ទឹមបារាំងគឺខ្ញុំចិតបែបចំណិតតូចៗទេព្រោះដោយសារខ្ទឹមបារាំងគឺយើងយកវាទៅកិនណាបងប្អូនកិនឲ្យម៉ត់អាហ្នឹងណាអញ្ចឹងគ្រឿងផ្សំបន្តទៀតគឺមានម្ដេងគល់ស្លឹកគ្រៃស្លឹកក្រូចសើចសម្រាប់សាច់នេះគឺខ្ញុំប្រើជាមួយនឹងសាច់កពួនគោបងប្អូនសាច់កពួនវាមានជាតិសរសៃពេលដែលយើងមកងាស់ជាមួយនឹងខគោគឺវាត្រូវគ្នាវាមានជាតិសរសៃពេលដែលរីកទៅគឺវាច្រប់ឆ្ងាញ់បងប្អូនហើយសាច់នេះគឺខ្ញុំទិញបានល្អមែនតើឡើងក្រហមហ្មងបងប្អូនហើយឥឡូវយើងទុកម្ដុំយើងមកកិនជាមួយនឹងខ្ទឹមសខ្ទឹមក្រហមយើងកិនវាឲ្យម៉ត់ល្អបែបនេះមកបងប្អូនអញ្ចឹងយើងទុកវាម្ដងយើងមកកិនជាមួយនឹងខ្ទឹមបារាំងម្ដងសម្រាប់ខ្ទឹមបារាំងនេះគឺត្រូវការកិនវាឲ្យម៉ត់ណាដើម្បីចាក់ចូលក្នុងទឹកខគោយើងងាស់ទៅធ្វើឲ្យទឹកខគោយើងខាប់ល្អបងប្អូនហើយសម្រាប់ឈាមគោមុននឹងធ្វើគឺខ្ញុំចាប់ផ្ដើមស្រុះទឹកវាចោលម្សៅសិនបងប្អូនដើម្បីឲ្យវាអស់អាជាតិខ្មៅឬក៏កំអែនៅជាប់ជាមួយនឹងឈាមអញ្ចឹងណាឥឡូវដល់វគ្គសំខាន់ហើយដំបូងគឺយើងចាក់ប្រេងអូលីវចូលខ្ទះមកបន្ទាប់មកយើងដាក់ជាមួយនឹងគ្រាប់គោកាក់ឈើអែមការចាន់លីងវាឲ្យឈ្ងុយល្អបែបនេះមកបន្ទាប់មកយើងស្រង់វាចេញហើយយើងដាក់ជាមួយនឹងស្លឹកក្រូចសើចគល់ស្លឹកគ្រៃរំដេងយើងរំលីងវាទៅតែឈ្ងុយបន្តិចមកយើងដាក់ជាមួយនឹងខ្ទឹមសខ្ទឹមក្រហមដែលយើងកិនមុនហ្នឹងបងប្អូនហើយយើងដាក់ជាមួយនឹងម្ទេសឆ្អើររំលីងវាទៅឈ្ងុយយើងប្រើជាមួយនឹងទឹកប៉េងប៉ោះទៀតដាក់ទឹកមួយចឹបមកបងប្អូនកុំឲ្យវាខ្លោចយើងចាក់ជាមួយនឹងគ្រឿងកញ្ចប់ខគោចូលសាតេនិយាយទៅគ្រឿងខគោពីរមុខនេះគឺអត់បាត់បានតែម្ដងគឺធ្វើឲ្យខគោយើងមានរសជាតិឈ្ងុយអញ្ចឹងណាយើងកូរវាសព្វហើយយើងចាប់ផ្ដើមចាក់ជាមួយនឹងគ្រឿងផ្សំយើងនេះគឺមានស្ករអំបិលប៊ីចេងទឹកត្រីបន្ទាប់មកយើងកូរវាឈ្ងុយបន្តិចមកយើងចាក់ជាមួយនឹងសាច់គោដែលយើងបានហាន់មុនហ្នឹងបងប្អូនហើយយើងរំលីងវាទៅតែឈ្ងុយឬក៏វារីងទឹកល្អមកចាំយើងចាក់ជាមួយនឹងខ្ទឹមបារាំងដែលយើងកិនមុនហ្នឹងហើយយើងចាប់ផ្ដើមកូរខ្ទឹមបារាំងជាមួយនឹងសាច់ហ្នឹងឲ្យវារៀងម៉ត់ល្អចូលគ្នាយើងចាក់ជាមួយនឹងទឹកដូងបងប្អូនរំងាស់វគ្គនេះគឺយើងប្រើទឹកដូងរំងាស់សិនបងប្អូនរំងាស់ទឹកដូងហ្នឹងតើតាវារៀងរីងទឹកបន្តិចចាំយើងចាក់ទឹកជាចូលងាស់ម្ដងទៀតហើយសម្រាប់កញ្ចប់នេះគឺកញ្ចប់គ្រឿងដែលខ្ញុំដួសចេញមុនហ្នឹងបងប្អូនមានឈើអែមកូកាក់ហើយនឹងផ្កាច័ន្ទណាបងប្អូនហើយមិញនេះគឺខ្ញុំប្រើជាមួយនឹងទឹកដោះគោខាប់មួយស្លាបព្រាបងប្អូនដើម្បីបង្កើនរសជាតិឲ្យខគោយើងឲ្យវាកាន់តែឈ្ងុយអញ្ចឹងណាហើយសម្រាប់ការបង្ងាស់ហ្នឹងក៏ចិត្តបងប្អូនយើងបង្ងាស់វាប្រហែលជារីងទឹក3ដងប៉ុន្តែបើសិនជាបងប្អូនមួយទៀតគឺគេវិធីសាស្ត្រគឺគេបង្ងាស់វាហើយគេទុកឲ្យត្រជាក់បានគេបើកភ្លើងបង្ងាស់ម្សៅទៀតដើម្បីធ្វើឲ្យសាច់គោហ្នឹងវាឆាប់ផុយល្អបងប្អូនអញ្ចឹងពេលដែលសាច់គោយើងរៀងផុយបន្តិចហើយខ្ញុំចាក់ជាមួយនឹងឈាមគោប្រហិតសាច់គោចូលទៀតទៅបងប្អូននេះបង្ងាស់នេះគឺបង្ងាស់លើកទី3បងប្អូនគឺចាក់ទឹក3ដងហើយដើម្បីឲ្យសាច់ហ្នឹងគឺវាផុយល្អហើយអញ្ចឹងឥឡូវបានសម្រាប់គឺខ្ញុំចាប់ផ្ដើមស្រង់ជាមួយនឹងគល់ស្លឹកគ្រៃស្លឹកក្រូចសើចម្ដេងចេញពេលដែលយើងដួសទៅកុំឲ្យវាដោយជាមួយនឹងគ្រឿងហ្នឹងវាញ៉ៃបងប្អូននេះខគោខ្ញុំគឺមកបានប៉ុណ្នេះណាបងប្អូនអញ្ចឹងកុំភ្លេចសាកល្បងធ្វើរសជាតិគឺឆ្ងាញ់ណាបងប្អូនខគោហ្នឹងបងប្អូនដែលគាត់ចូលចិត្តខគោមិនដឹងថាអូគាត់តែឃើញខគោនេះក៏ដឹងថាជាតិណាបងប្អូននិយាយថារសជាតិអែមណាមិនមែនតែសារខ្លួនឯងតែឆ្ងាញ់មែនអញ្ចឹងបងប្អូនកុំភ្លេចសាកល្បងធ្វើតែអត់ខំម្ដងទេបងប្អូនព្រោះវាអត់ល្ងន់នេះណាដោយសារយើងអត់ប្រើខ្ទិះដូងប៉ុន្តែបងប្អូនចង់ខ្ទិះដូងក៏ប្រើទៅអត់អីទេសម្រាប់ខ្ញុំប្រើតែទឹកដោះគោខាប់មួយស្លាបព្រាគឺអែមហើយណាបងប្អូនហើយមិនតែបងប្អូនខគោនេះខ្ញុំនេះគឺញ៉ាំជាមួយនំប៉័ងក៏ត្រូវញ៉ាំជាមួយនឹងមីក៏ត្រូវញ៉ាំជាមួយនឹងមីសួរក៏ត្រូវដែរបងប្អូនតោះមកហូបទាំងអស់គ្នាឥឡូវរួចរាល់អស់ហើយសម្រាប់ខគោមកងាស់វីដេអូនេះគឺខ្ញុំធ្វើតែ6នាទីណាបងប្អូនប៉ុន្តែជាក់ស្ដែងគឺមកងាស់ចង់4ម៉ោងណាបងប្អូនរំតែបានហូបហើយអស់ អ
រួចរាល់សម្រាប់បងប្អូនទស្សនាវីដេអូមួយនេះបងប្អូនអរគុណច្រើនសម្រាប់ការទស្សនាវីដេអូមួយនេះអរគុណច្រើនមែនទែនកុំភ្លេចជួយ Subscribe និង Follow page នេះខ្ញុំម្នាក់មួយផង Baby, baby, you got me wrong and I got you wrong. You got to see. You got me wrong and I got you wrong. Baby, baby. Did you feel it? Did you really feel it? You said you felt it. You were in it. Why, baby, why? Why, baby, why? Why, baby, why? I just wanna know. You got me wrong and I got you wrong. Why, baby, why? Why, baby, why? Why, baby, why? I just wanna know. Baby. Baby, please listen to me. Please listen.